ម៉ែស្អាតបំផុតម៉ែជាទេពអប្សររបស់ខ្ញុំពួកយើងទៅពេទ្យណាម៉ែ Drink it one more shot រឿងអាវសក់ដូរដោយទឹកភ្នែកព្យុះភ្លៀងនៃជីវិតតែងតែបោកមកលើមនុស្សដែលទន់ខ្សោយជានិច្ចសូរិយាបាននាំកូនស្រីតូចរត់គេចពីប្តីដែលនៀនលបែងនិងប្រាវអំពើហិង្សាមកស្វែងរកជម្រកថ្មីនៅទីក្រុងក្នុងបន្ទប់ជួលដ៏តូចចង្អៀតនាងមានត្រឹមបាតដៃទទេនិងក្តីស្រឡាញ់ដ៏បរិសុទ្ធសម្រាប់កូនស្រីកេសរជាក្មេងស្រីឆ្លាតវៃក្តីស្រមៃធំបំផុតរបស់នាងគឺចង់ចូលសាលារៀនដូចគេសូរិយាបានរកការងារធ្វើគ្រប់ច្រកល្ហុកតែគ្មានអ្នកណាទទួលនាងឡើយព្រោះនាងគ្មានឯកសារអ្វីជាប់ខ្លួនដោយតល់ច្រកនិងចង់ឲ្យកូនមានអនាគតស្ត្រីដ៏បរិសុទ្ធម្នាក់នេះត្រូវបង្ខំចិត្តសម្លឹងមើលផ្លូវងងឹតគ្រាន់តែជៀនជើងចូលដល់ភ្លាមសម្រស់ដ៏ល្អឥតខ្ចោះរបស់នាងបានធ្វើឲ្យថៅកែក្លឹបយកព្រមទទួលនាងភ្លាមមកសាវក្រែមក្រាស់បានបិទបាំងភាពបរិសុទ្ធរបស់នាងបន្សល់ទុកត្រឹមតែរូបកាយសម្រាប់បម្រើអារម្មណ៍ភ្ញៀវនាងត្រូវលេបសម្បកល្វីងជូរចត់អត់ធ្មត់នឹងការបៀតបៀនគ្រប់ទម្រង់ដើម្បីដូរយកលុយភាពខ្ពើមរអើមខ្លួនឯងតែងតែលងបន្លាចនាងរាល់យប់ក្រោយពេលភ្ញៀវចេញផុតប៉ុន្តែពេលឃើញស្នាមញញឹមរបស់កូនស្រីក្តីនឿយហត់ទាំងប៉ុន្មានក៏រលាយសាបសូន្យសូរិយាបានប្រាប់កូនថានាងធ្វើការជាអ្នករត់ទុកវេនយប់ដើម្បីកុំឲ្យកូនមានវិបសារទីកេសរជាក្មេងដែលដឹងក្តីនាងខិតខំរៀនសូត្រទាំងថ្ងៃទាំងយប់មិនដែលឲ្យម្ដាយពិបាកចិត្តឡើយចំណែកម្ដាយត្រូវប្រឈមនឹងការផឹកស្រាខ្លាំងនិងអត់ងងុយរាប់ឆ្នាំធ្វើឲ្យសុខភាពនាងទ្រុឌទ្រោមយ៉ាងខ្លាំងទីបំផុតគ្រូពេទ្យបានប្រាប់ថានាងមានជំងឺខ្សោយទ្រនោមដំណាក់កាលធ្ងន់ធ្ងរត្រូវការលុយច្រើនដើម្បីព្យាបាលឆ្នាំកន្លងផុតទៅកេសរបានប្រឡងជាប់ចូលរៀនមហាវិទ្យាល័យពេទ្យដោយក្តីស្រមៃម្ដាយត្រេកអរជាទីបំផុតតែតម្លៃសិក្សាពេទ្យគឺថ្លៃកប់ពពកដែលនាងគ្មានលទ្ធភាពឡើយរវាងជីវិតខ្លួនឯងនិងអនាគតកូនស្រីម្ដាយដ៏កំសត់បានជ្រើសរើសយកផ្លូវមួយដែលឈឺចាប់បំផុតនាងបដិសេធការព្យាបាលហើយសុំមេការធ្វើការទ្វេដងដើម្បីប្រមូលប្រាក់ឲ្យកូនរាងកាយដែលទ្រុឌទ្រោមស្រាប់ត្រូវទទួលរងការបំផ្លាញទ្វេដងនាងផឹកស្រាជំនួសទឹកលេបថ្នាំបំបាត់ការឈឺចាប់ដើម្បីទប់ទល់ចំណែកកេសរនាងខិតខំសិក្សាផ្នែកវេជ្ជសាស្ត្រយ៉ាងអំណត់ដើម្បីសង្ឃឹមថានឹងអាចមើលថែម្ដាយនៅថ្ងៃអនាគតជំងឺទ្រនោមបានវាយលុកនាងយ៉ាងសាហាវតែនាងខំធ្មេញសង្កត់ចិត្តមិនមាត់មួយម៉ាត់នាងតែងតែហុតប្រាក់បង់ថ្លៃសាលាឲ្យកូនទាន់ពេលវេលាជាមួយនឹងស្នាមញញឹមបិទបាំងភាពហត់នឿយក្នុងនាមជានិស្សិតពេទ្យកេសរចាប់ផ្ដើមសង្កេតឃើញភាពខុសប្រក្រតីនៃសុខភាពរបស់ម្ដាយតែសូរិយាបានប្រកែកដាច់អហង្ការនាងខ្លាចកូនដឹងការពិតខ្លាចកូនឈប់រៀនដើម្បីយកលុយមកមើលជំងឺនាងសម្រស់និងភាពពូកែរបស់កេសរបានធ្វើឲ្យសិស្សអ្នកមានច្រណែនរហូតពួកគេលួចស៊ើបអង្កេតប្រវត្តិនាងរូបភាពម្ដាយនៅកន្លែងម៉ាស្សាបានលាតត្រដាងការពិតនៃលះកំបាំងអស់រាប់ឆ្នាំផ្ទុយពីការគិតរបស់មនុស្សទូទៅកេសរមិនបានខ្មាស់អៀនឡើយនាងបែរជារឹងមាំជាងមុនកេសរយល់ច្បាស់ពីទំហំនៃការលះបង់របស់ម្ដាយនាងមិនអនុញ្ញាតឲ្យអ្នកណាមកជន់ឈ្លីកិត្តិយសម្ដាយនាងឡើយនាងប្រញាប់រត់ចេញពីសាលាសម្ដៅទៅកន្លែងធ្វើការរបស់ម្ដាយទាំងទឹកភ្នែកនឹកអាណិតមកដល់ភ្លាមនាងបានប្រដេះឃើញទិដ្ឋភាពដែលធ្វើឲ្យបេះដូងនាងបែកជាចម្រៀកសូរិយាភ័យស្លន់លាន់ព្យាយាមបិទបាំងឈាមនិងសម្លៀកបំពាក់កំសាន្តរបស់ខ្លួនព្រោះខ្លាចកូនខ្មាស់ឃ្លីកូនស្រីមិនត្រឹមតែមិនខ្មាស់អៀនតែនាងបានយកអាវពេទ្យដ៏បរិសុទ្ធរបស់នាងមកដណ្ដប់រាងកាយដ៏កំសត់របស់ម្ដាយក្រោយការពិនិត្យគ្រូពេទ្យបានបញ្ជាក់ថាទ្រនោមសូរិយាខូចទាំងអស់ហើយគ្មានសង្ឃឹមរស់បានយូរទោះដឹងខ្លួនជិតស្លាប់ក៏ដោយក៏ម្ដាយនៅតែញញឹមបិទភ្នែកចិត្តព្រោះនាងបានបំពេញភារកិច្ចជាម្ដាយរួចរាល់ហើយប៉ុន្មានខែក្រោយមកថ្ងៃបញ្ចប់ការសិក្សាក៏បានមកដល់កេសរបានទទួលចំណាត់លេខ1ជាវិជ្ជពេទ្យឆ្នាំប្រចាំឆ្នាំខ
ក្នុងកែវភ្នែកគេសនាងតែស្រមៃឃើញម្ដាយដ៏ស្រស់ស្អាតមកឈរអបអរនាងជានិច្ចប៉ុន្តែការពិតគឺម្ដាយកំពុងដេកត្រដោកខ្យល់ក្នុងមន្ទីរពេទ្យដោយយកដង្ហើមចុងក្រោយដើម្បីមើលភាពជោគជ័យរបស់កូនដំណឹងពីមន្ទីរពេទ្យបានប្រាប់ថាចង្វាក់បេះដូងរបស់សូរិយាកំពុងធ្លាក់ចុះយ៉ាងគំហុកវិជ្ជពេទ្យវ័យក្មេងរត់ត្រួយត្រាយភ្លឺទាំងទឹកភ្នែកដើម្បីទៅជួយសង្គ្រោះអ្នកជំងឺដែលសំខាន់បំផុតក្នុងជីវិតនាងមកដល់បន្ទប់សង្គ្រោះម៉ាស៊ីនវាយបេះដូងបានបន្លឺសំឡេងយ៉ាងរន្ធត់កេសរប្រឹងចម្លាន់បេះដូងទាំងបេះដូងខ្លួនឯងកំពុងហូរឈាមម្ដាយបើកភ្នែកជាលើកចុងក្រោយដៃដ៏ទន់ខ្សោយស្ទើបអង្អែលអាវពេទ្យរបស់កូនវាជាអាវដែលដូរមកពីញើសឈាមរបស់នាងទីបំផុតពន្លឺនៃជីវិតដ៏កំសត់ក៏បានរលត់ទៅដោយក្តីស្ងប់សុខបំផុតសំឡេងយំសោកបោកធ្ងន់របស់វិជ្ជពេទ្យវ័យក្មេងមិនអាចសង្គ្រោះជីវិតវីរៈនារីរបស់នាងឡើយពេលវេលាកន្លងផុតទៅកេសរក្លាយទៅជាវិជ្ជពេទ្យដ៏ឆ្នើមដែលជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ដោយយកបេះដូងម្ដាយមកធ្វើជាត្រីវិស័យគ្រប់ពេលដែលនាងពាក់អាវសនេះនាងតែងនឹកឃើញស្រមោលដ៏កំសត់ដែលបានកម្ដៅថ្ងៃឲ្យនាងតម្លៃនៃភាពជោគជ័យរបស់កូនម្នាក់ៗសុទ្ធតែបង្កប់នឹងញើសឈាមនិងទឹកភ្នែករបស់អ្នកមានគុណ